OK លោកអ្នកនរគ្នាដូចដែលបានប្រាប់នៅវីដេអូមុនអញ្ចឹងថាវីដេអូបន្ទាប់នេះគឺយើងមកដោះស្រាយmessage ចំនួន5របស់ Java ដែលគ្នាយើងបានផ្ញើមកឲ្យជួយបញ្យល់ហើយនឹងដោះស្រាយឲ្យអញ្ចឹងណាអញ្ចឹងដោយសារតែគាត់ទៅជាថ្នាក់ដំបូងដែលគាត់ចាប់ដើមសិក្សាទៅលើវិសា Java អញ្ចឹងនៅខាងនេះមាន message ចំនួន5ដែលយើងត្រូវការទៅសេវាដើម្បីដោះស្រាយបញ្ហាដែលបានរៀបរាប់នៅខាងលើអេក្រង់អញ្ចឹងណាហើយអញ្ចឹងក្នុងវីដេអូនេះគឺយើងគ្រាន់តែមកសរសេរ message ហ្នឹងហើយនឹង run message ហ្នឹងឲ្យវាដំណើរការហើយក៏ខ្ញុំអត់បានបញ្យល់ពីរបៀបនៃការ set up តិចតួចដែរប៉ុន្តែបើសិនជាមានគ្នាយើងដែលចង់ឲ្យធ្វើអាចប្រាប់បានអីទេអញ្ចឹងឥឡូវយើងមើលសិនទាំងអស់នេះវាមានបញ្ហាចំនួន5ឬក៏យើងនិយាយថាយើងមាន message ដែលយើងត្រូវធ្វើនៅចំនួន5យ៉ាអញ្ចឹងទី1គឺពាក់ព័ន្ធជាមួយនឹង array អញ្ចឹងគេចង់ឲ្យយើងបង្ហាញ all element of array អញ្ចឹងទី2គឺយើងទៅ send message មួយដែលយើងរកមធ្យមភាព average នៃ free number ដែលជាចំនួនគត់ integer ហើយទី3គឺយើងរាប់លេខដែលមាននៅក្នុង array ហ្នឹងដែលជាតួលេខដែលធំជាង10 greater than 10សម្រាប់ទី4គឺយើងស្វែងរកចំនួនធំបំផុតនៃនៅក្នុង array មួយហ្នឹងហើយសម្រាប់ទី5គឺយើងទៅសេ message សម្រាប់បូកឈ្មោះបញ្ចូលគ្នាដើម្បីឲ្យជាឈ្មោះពេញអូខេឥឡូវក្នុងហ្នឹងវាមានលាយឡំគ្នាជាមួយនឹង array ហើយនឹងមិនមែនជា array អញ្ចឹងខ្ញុំនឹងព្យាយាមរើសmessage មួយណាដែលមិនមែនជា array មកធ្វើមុនអញ្ចឹង array យើងទុកធ្វើសរុបតាមក្រោយអញ្ចឹងខ្ញុំបង្កើត file មួយគឺ main.java អញ្ចឹងសម្រាប់ការបង្កើតឈ្មោះគឺត្រូវតែអក្សរធំនៅខាងមុខបែបនេះអញ្ចឹងឈ្មោះវានឹងវាត្រូវតែត្រូវគ្នាជាមួយនឹង class របស់វាអញ្ចឹងខ្ញុំ public class main អូខេបែបនេះអញ្ចឹង main យើង class វាគឺត្រូវ main ដែរតែជាអក្សរធំនៅខាងមុខចេះនៅក្នុងការបង្កើត class អូខេបន្ទាប់មកខ្ញុំបង្កើត method មួយដែលគេហៅថា main method ឬក៏ជា default method ណាខ្ញុំប្រើ public អូខេវា suggest មកយើងចុចមក static void main អញ្ចឹងសម្រាប់ method នៅក្នុងនេះត្រូវតែជា main ដែលសារ main នេះជា default method ហើយ method នេះគឺវាដើរដោយខ្លួនឯងអត់ចាំបាច់ call ហៅវាទេអញ្ចឹងនេះខ្ញុំសរសេរទៅ system.out.print hello world សិនឲ្យវាដើរសិនណាអូខេអញ្ចឹងខ្ញុំធ្វើការចុច run បន្តិចមកអញ្ចឹងខ្ញុំសុំម៉ូអានេះទៅខាងស្ដាំអូខេអញ្ចឹងយើងមកវាចេញ hello world ហើយអញ្ចឹងសម្រាប់ method ដែលយើងយកមកធ្វើមុនគេគឺ method លេខ5ចុះលេខ5វាអត់សូវស្មុគស្មាញច្រើនទេអញ្ចឹងលេខ5គឺយើងយកឈ្មោះ first name last name នេះយើងនិយាយខ្មែរយើងថាតកូលហើយនឹងនាមចុះជាឈ្មោះតកូលនិងឈ្មោះបូកចូលគ្នាជាឈ្មោះពេញអញ្ចឹងខ្ញុំជ្រើសរើសយកលេខ5មកធ្វើមុនអញ្ចឹងខ្ញុំចាប់ដើមប្រកាស method មួយ public ហើយយើងត្រូវដឹងថាគេចង់ឲ្យយើង return ចេញមកក្រៅអញ្ចឹងខ្ញុំនឹងបញ្យល់ទូទៅពាក់ព័ន្ធជាមួយនឹងការ return អញ្ចឹងក្នុងការ return តម្លៃចេញមកក្រៅអញ្ចឹងយើងសរសេរ start public static នឹងនេះយើងមិន function យើងអត់មានតម្លៃ return ចេញទៅក្រៅទេអញ្ចឹងដាក់ void អញ្ចឹង void ហ្នឹងគឺស្មើនឹង empty ឬក៏តែដែលវាអត់ធ្វើការតម្លៃ return ឬក៏តម្លៃចេញមកក្រៅទេប៉ុន្តែក្នុងលក្ខខណ្ឌនេះគឺយើងត្រូវការតម្លៃចេញមកក្រៅអញ្ចឹងវាត្រូវតែជា string ដែលថាជាឈ្មោះវាជាអក្សរអញ្ចឹងគេថា type វាគឺជា string ហើយខ្ញុំដាក់ឈ្មោះ method ហ្នឹងគឺ combine name អូខេអញ្ចឹងខ្ញុំប្រកាសអាញាត់មួយចោលសិនទៅចាំខ្ញុំបញ្យល់អញ្ចឹងក្នុង line ហ្នឹងវាមាន data type គេហៅថា return type អញ្ចឹង line ធ្វើតែ return តម្លៃចេញមកក្រៅដូចគ្នាអញ្ចឹងមកចំណុចទៀតដែលយើងគួរកត់សម្គាល់នៅកន្លែងនេះបើសិនជា data នេះ return type ជា string អញ្ចឹងអាញាត់ variable ដែលយើង return វាមកខាងក្រៅហ្នឹងក៏ត្រូវតែជា string ដែរអញ្ចឹងកន្លែងនេះយើងត្រូវមាន parameter 2គឺfirst name ហើយនឹង last name អញ្ចឹង last name នេះយើងដាក់ type មួយដែរគឺ string អូខេបន្ទាប់ពីយើងបានមាន parameter 2ហ្នឹងហើយយើងត្រូវផ្គុំវាចូលគ្នាអញ្ចឹងយើងឲ្យfull name យើងស្មើនឹងអ្វីអញ្ចឹង first name
បូកជាមួយនឹងអក្សរតេដកឃ្លាមក string របស់ quote មកហើយបូកជាមួយនឹង last name អញ្ចឹង full name យើងគឺបាន first name បូកជាមួយ last name អញ្ចឹងក្នុងកណ្ដាលនេះមានដកឃ្លាមួយអញ្ចឹងយើង return full name អញ្ចឹងក្នុងការ call ហៅវាមកប្រើយើង call វាមកប្រើនៅខាងក្នុងយើងដាក់លេខ5ខាងក្នុងmain function អញ្ចឹងកន្លែងនេះគឺវា return ជាតម្លៃអញ្ចឹងខ្ញុំទៅសេ system sorry នេះមាន error ទេ sorry out អូខេអញ្ចឹង system.out.println អញ្ចឹងអានេះគឺយើងដាក់មកmy name is អញ្ចឹងយើងបូកជាមួយនឹង function ដែលយើងបង្កើតហ្នឹងគឺ combine name អញ្ចឹងយើងឈ្មោះអីអញ្ចឹងខ្ញុំឈ្មោះថាខ្ញុំតកូនខ្ញុំវ៉ាន់ហើយឈ្មោះខ្ញុំសុភីអញ្ចឹងសម្រាប់លោកបន្ទាប់បក Q ហ្នឹងអត់មែន error ទេណាវាគ្រាន់តែជា keyword ដែលវាអត់ត្រូវបញ្ជាក់បអង់គ្លេសទេអូខេអញ្ចឹងខ្ញុំសេប៉ុណ្ណឹងហើយខ្ញុំ run មកអូខេនេះវានឹងចេញ hello world ហើយចេញ my name is វ៉ាន់សុភីអញ្ចឹងវាយកអាញា parameter 2ហ្នឹងគឺ first name last name បូកចូលគ្នាហើយ return បានចេញជា full name អញ្ចឹង full name យកមកបន្លែកន្លែងនេះអូខេអញ្ចឹងសម្រាប់ method ទី5របស់យើងដែលយើងអីគេ combine name ហ្នឹងហើយអញ្ចឹងយើងទៅមើល method នេះទី5នេះហើយអញ្ចឹងខ្ញុំតម្លាក់វាមកក្រោមទៅអូខេអញ្ចឹងយើងនឹងធ្វើ method ទី5បន្តទៀតបើយើងគិតថាវាកំពាក់ព័ន្ធ array អញ្ចឹង array ខ្ញុំទុកទៅក្រោយគេទាំងអស់អញ្ចឹងខ្ញុំយកទី2មកធ្វើអញ្ចឹងបន្តទៀតគឺទី2អញ្ចឹងយើងមើលទៅទី2តាក់តងជាមួយនឹងរមសុំភាគនៃលេខចំនួន3អញ្ចឹងហើយវា return ទៅក្រៅ yeah return the average of average of 3 number អញ្ចឹងនៅកន្លែងហ្នឹងខ្ញុំប្រកាស method នេះទៀតលេខហ្នឹងលេខ2អូខេខ្ញុំបង់លេខ2អូខេអញ្ចឹងលេខ2ខ្ញុំថត village អញ្ចឹងយើងដឹងហើយថាមធ្យមភាពវាច្រើនវាជាទុសភាគអញ្ចឹង return type វាក៏ជាទុសភាគដែរអញ្ចឹងខ្ញុំប្រកាស style public static អញ្ចឹងយើងអាចប្រើ data type បាន2 float ឬក៏ double អញ្ចឹងក្នុងកន្លែងខ្ញុំសូមប្រើ float ហើយយើងអីគេ find avg អញ្ចឹងសម្រាប់ឈ្មោះ method យើងដាក់ឲ្យវាមានន័យគ្រប់គ្រាន់ទៅវាស្រួលក្នុងយើងហៅវាមកប្រើដែរអញ្ចឹងខ្ញុំថែមបន្តិចចុះ of 3 number អូខេអញ្ចឹងខ្ញុំប្រកាសអាញា float មួយ avg ស្មើអត់ស្មើទេហើយខ្ញុំនឹង return avg ចេញមកក្រៅអញ្ចឹងកន្លែង float នេះវាជាទុសភាគអញ្ចឹងអាញាដែលយើងប្រកាសសម្រាប់ return មកក្រៅនោះក៏វាជា float ដែរអញ្ចឹងនៅក្នុងកន្លែងនេះតាមតម្រាប់គេមកវាឲ្យវាជា integer ប៉ុន្តែទោះវាជា integer ក៏ដោយព្រោះការរកមធ្យមភាគវាអាចនឹងជាទុសភាគអញ្ចឹងយើងត្រូវដាក់វាជា float អញ្ចឹងយើង integer a integer b ហើយនឹង integer c អញ្ចឹងយើងបាន3លេខហ្នឹងហើយអញ្ចឹងក្នុងការរកមធ្យមភាគទូទៅគឺយើងរាប់មើលវាមានប្រមាណលេខមាន3លេខអញ្ចឹងច្បាស់ហ្នឹងគឺយើងយកលេខទាំង3ហ្នឹងបូកចូលគ្នាចែកនឹង3អញ្ចឹងអាហ្នឹងជាទូទៅនៃការរកមធ្យមភាគមានអញ្ចឹងកន្លែងហ្នឹងខ្ញុំនឹងឲ្យ avg ស្មើនឹងអញ្ចឹងយើងបើកមុខកញ្ចក់មកចេញឲ្យ a បូក b បូក c អញ្ចឹង3ហ្នឹងបូកចូលគ្នាហើយចែកនឹង3អញ្ចឹងគឺនេះគឺការរកតម្លៃមធ្យមភាគរបស់វាអញ្ចឹងខ្ញុំនឹង return តម្លៃ avg មកក្រៅអញ្ចឹងយើងហៅមកប្រើនៅក្នុង main ទៀតមកអញ្ចឹងអានេះលេខ2 method លេខ2find avg of 3 number អូខេខ្ញុំប្រើ system.out.println ដដែលដោយសារតែយើង call ហៅវាមកអញ្ចឹង my avg is អញ្ចឹងយើងបូកជាមួយនឹង method របស់យើងមកអីគេ find avg of 3 number អញ្ចឹងយើងដាក់ឲ្យឧទាហរណ៍ថាលេខ3លេខ3លេខ3អញ្ចឹងមធ្យមភាពបូកចូលនេះឃើញ9ចាញ់តែ3វាឃើញ3អញ្ចឹងត្រូវយើងសាកតេស្តមកនិយាយនេះ 3.0 អញ្ចឹងបើសិនខ្ញុំបដូរវាទៅលេខ2អញ្ចឹងមធ្យមភាពវាមែនយើងគិតទៅគឺ2អញ្ចឹងខ្ញុំដាក់នឹងឲ្យវាចេញទៅជាចំនួនទូសភាគសាមញ្ញនៅតែ 3.0 ឈប់ហេតុអីអញ្ចឹងវាអត់ចេញទូសភាគហ្នឹងកន្លែងនេះអញ្ចឹងយើងមើលដែរហេតុអីវាអត់ចេញទូសភាគអញ្
chẳng chăm tiếpយើងcheckមើលសិនហើយđấyបានវាអត់ return ជាតម្លៃទូទៅវិញអញ្ចឹងហើយនៅតែ 3.0 អញ្ចឹងចាំតិចអូខេឥឡូវយើងត្រឡប់មកវិញតិចមកអ្នកគ្នាអញ្ចឹងដោយសារកន្លែងនេះយើងខ្វះខាតបន្តិចគឺខ្វះកន្លែងនេះចែកនឹង3នេះអញ្ចឹងតែចែកនឹង3នេះគឺត្រូវថែមអីគេ 3.0 f បែបនេះអញ្ចឹងយើងសាក run ភាសាទៀតមកអញ្ចឹង3 + 3 + 4 ចែកនឹង3អញ្ចឹង result វាឃើញ 3.333 ច្រើនបែបនេះអញ្ចឹងយើងចង់បានតែទូទៅភាគនៅខាងក្រោយក្បៀនហ្នឹងតែ2ខ្ទង់ឯងអញ្ចឹងខ្ញុំដាក់ 3.2f អូខេ3ខ្ទង់អញ្ចឹងប្រហែលជាមានការច្រឡំតិចតួចព្រោះនេះគ្រាន់តែជាការដោះស្រាយ message តិចតួចទេអញ្ចឹងខុសត្រូវអីខុសអធិស្ឋានផងព្រោះភាសានេះខ្ញុំរៀនយូរដែរអញ្ចឹងខ្ញុំគ្រាន់តែចែកលេខដឹងអញ្ចឹងសម្រាប់កន្លែងនេះបើសិនជាយើងដាក់លេខ1ប្រហែលជាអាចចេញ2ខ្ទង់មកទៅអូខេឥឡូវយើងតេស្តទាំងអស់គ្នាទៅយើងរៀនទាំងអស់គ្នាអូ no អត់ចេញទេចេញច្រើនអញ្ចឹងកន្លែងនេះអាចនឹងទាំងអស់គ្នាអាចធ្វើការ research បន្តិចទៅអញ្ចឹងខ្ញុំតាំងលេខ2ចុះវាចេញ3ខ្ទង់អញ្ចឹងចាំមាន message ក្រោយខ្ញុំនឹងបន្ថែមឲ្យថាយើងគួរប្រើលេខណាដើម្បីឲ្យវាត្រូវជាក់លាក់ឬក៏វាត្រូវតាមវិធីចង់បានអញ្ចឹងណាតែនេះបើយើងគិតតាម flow គឺមធ្យមគឺយើងយកលេខបូកជុំនេះចែកនឹង3អញ្ចឹងខ្ញុំប្រើប្រាស់លេខ 3.2s ចុះអញ្ចឹងខ្ញុំតេស្តដូរទៅលេខ5អូខេខ្ញុំរាប់ភាសាទៀតអូខេចេញ2ខ្ទង់ក្បៀស2ក្រោយក្បៀស2ខ្ទង់អញ្ចឹងសម្រាប់កន្លែងនេះខ្ញុំនឹងexplain នៅពេលក្រោយបន្ថែមទៀតព្រោះថ្ងៃនេះយើងអត់មកស្រាយបញ្ហាពាក់ព័ន្ធមួយហ្នឹងទេយើងគ្រាន់តែដោះស្រាយ message ទេអូខេអញ្ចឹងខ្ញុំគិតថាប៉ុណ្ណេះយើងហើយណាអញ្ចឹងយើងចូលទៅដល់ message បន្ទាប់ពាក់ព័ន្ធមួយ array អញ្ចឹងខ្ញុំនឹងព្យាយាមរកមួយណាដែលគិតថាវាស្រួលក្នុងការដោះស្រាយមុនអញ្ចឹងគឺការបង្ហាញតម្លៃនៅក្នុង array element all of array អញ្ចឹងដូចគ្នា array របស់ដែលយើងត្រូវ understand ពីវាច្រើនទី1យើងត្រូវស្គាល់ពី index អីគេទៅ index អីគេទៅ element អញ្ចឹង element គឺជាធាតុ index គឺជាលេខរៀងរបស់វាអញ្ចឹង index យើង start ពីណាមក start ពី0តែ element យើង start ពី1អូខេអញ្ចឹងបើសិនជាគេគិតថា array មាន5ធាតុ array មាន5ធាតុអញ្ចឹងច្បាស់ជាធាតុវាពី1ដល់5ប៉ុន្តែ index អត់ទេខុសផ្ទុយពី element គឺវាពីលេខ0ដល់លេខ4ភាសាវា5ធាតុវាពីលេខ0អញ្ចឹងធ្វើ4អញ្ចឹងអាហ្នឹងក៏នឹងអាចធ្វើការបញ្ចូលនៅវីដេអូក្រោយទៀតដែរអញ្ចឹងអានេះគឺខ្ញុំបញ្ចូលតែប៉ុណ្្នឹងហើយគឺយើងមកដោះស្រាយបញ្ហាឬដោះស្រាយ message របស់យើងអញ្ចឹងអូខេទី1យើង display public អញ្ចឹងអានេះដូចគ្នាយើងអត់ត្រូវការមាន return type ទេអញ្ចឹងគឺយើង static void អញ្ចឹងខ្ញុំដាក់ឈ្មោះ function វា display all element of array អញ្ចឹងអានេះដូចបញ្ជាក់នៅខាងដើមអញ្ចឹងថាសម្រាប់ឈ្មោះ message យើងដាក់ឲ្យវាមានន័យគ្រប់គ្រាន់ហើយវាស្រួលក្នុងការយើង call ហៅទៅប្រើគឺយើងស្គាល់គ្រាន់តែឃើញឈ្មោះ message ហ្នឹងគឺយើងដឹងថា message ហ្នឹងប្រកាសឡើងមកដើម្បីធ្វើការងារអីអញ្ចឹងក្នុងនេះគឺខ្ញុំដាក់វាជា data type actual parameter វាជា array នៃ integer អញ្ចឹងក្នុងការបង្ហាញតំណែងរបស់ array ខ្ញុំជ្រើសយក for loop មកប្រើអញ្ចឹងយើង for loop ទី1យើងត្រូវមានអីគេ initialize value ចុងតម្លៃចាប់ដើមគឺខ្ញុំឲ្យ i ស្មើ0ហើយអ្នកទាំងអស់គ្នាបាច់ឆ្ងល់ថាហេតុអីបានយើងប្រើពាក្យ i អញ្ចឹងនៅពេលដែលយើងចាប់ដើមរៀន method រៀន loop មកគឺយើងឃើញ i ហ្នឹងជានៅអញ្ចឹងរហូតហើយអញ្ចឹងវាមិនដាក់បានតែ i ទេវាអាចដាក់ copy i តែដោយសារតែយើងរៀនហ្នឹងគឺយើងឃើញ i រហូតហើយអញ្ចឹងទី2គឺ condition អញ្ចឹង i ហ្នឹងត្រូវតែតូចជាង array.length ចឹង array.length គឺបញ្ជាក់ពីចំនួនធាតុឬក៏ប្រវែងនៃ array ហ្នឹងហើយទី3គឺពាក់ព័ន្ធជាមួយនឹង increment ឬក៏ decrement អាស្រ័យលើការងារយើងចង់ឲ្យវាកើនឬក៏ចង់ឲ្យវាថយអញ្ចឹងបន្ទាប់ពីយើង save for loop ទៅប៉ុណ្្នឹងហើយខាងក្នុងហ្នឹងយើងធ្វើការបង្ហាញតម្លៃ array
បើសម្រាប់ខ្ញុំបង្ហាញតម្លៃ array ទៅតាម index អញ្ចឹងខ្ញុំបង្ហាញឆ្លៃ i សិនអញ្ចឹង i បូកនឹងខ្ញុំដាក់ដកមួយ tray ហៅថា tray ចុះហើយបូកជាមួយនឹងតម្លៃរបស់ array អញ្ចឹងខ្ញុំដាក់ array នៃ i អញ្ចឹងខ្ញុំថា array ទាំងអស់ហ្នឹងនៃ index មួយហ្នឹងគឺយើងចាប់ទីតាំងរបស់ធាតុពិបាល element បានអូខេអញ្ចឹងហើយអញ្ចឹងខ្ញុំចាប់តាម call ហៅវាទៅប្រើអញ្ចឹងជាដំបូងខ្ញុំប្រកាស variable វាមួយសិនអញ្ចឹង integer array ស្មើនឹងខ្ញុំដាក់លេខ1លេខ2លេខ3លេខ4ហើយ10 20 30ហើយនឹង40ចឹងដែលលេខ1គឺ display all element of array អញ្ចឹងក្នុងកន្លែងនេះគឺយើងអត់ចាំបាច់តែសេ system.out.println ទេមូលហេតុអីដោយសារតែយើងអត់បាន call ហៅកន្លែងនោះផងទេហើយក៏វាអត់មាន return កន្លែងមកក្រៅដែរគឺវា print ឬក៏វា output នៅក្នុង method ហ្នឹងហ្មងអញ្ចឹងខ្ញុំគ្រាន់តែ call ហៅ method ហ្នឹងគឺវាចាប់ដើមយ៉ាហើយហ្នឹងហើយអញ្ចឹងខ្ញុំគ្រាន់តែបោះ parameter គឺ array ចូលទៅនេះ array ដែលយើងប្រកាសខាងលើនេះខ្ញុំដាក់ពាក្យពេញចុះ array អញ្ចឹងដាក់មកខមនេះ array ដែរអញ្ចឹងអូខេអញ្ចឹងយើងធ្វើការ run វាមកចឹងmìnhចេញនេះ index ទី0ត្រូវលេខ1លេខ index ទី1ត្រូវលេខ2នៅទី3ត្រូវលេខ3 index ទី4ទី3ត្រូវលេខ4 index ទីម៉ានទី4ត្រូវលេខ10ទី5ត្រូវ20 6 30 7 40អញ្ចឹង array របស់យើងទាំងអស់វាមាន8ធាតុប៉ុន្តែ element របស់ index របស់យើងគឺ start ពី0ដល់7ដែលខ្ញុំប្រាប់ចឹងគឺវាតូចជាង element 1អញ្ចឹងសម្រាប់ method ទី1យើងហើយទៀតណាចឹងយើងចូលទៅកាន់ methodអូខេគាត់ថា method ទី3បន្ទាប់ពាក់ព័ន្ធជាមួយនឹងយើងត្រូវរាប់នេះរាប់លេខទាំងអស់ហ្នឹងវាទាំងអស់មាន8ហើយប៉ុន្តែយើងចង់នឹងថាលេខណាដែលធំជាង10អញ្ចឹងក្នុងនេះគេបញ្ជាក់ថាធំជាង10អញ្ចឹង10យកទេត្រូវធំជាង10អញ្ចឹងចាប់ពី11ឡើងមកយើងរាប់ថាវាមានមួយធាតុពីរធាតុ3ធាតុអញ្ចឹងទៅអញ្ចឹងយើងធ្វើ method លេខ3អញ្ចឹងលេខ3 public អញ្ចឹងក្នុងនេះដូចគ្នាយើងអត់មាន return កន្លែងក្រៅឲ្យយើងរាប់ឲ្យឃើញចំនួនមកអូខេអញ្ចឹង public static អញ្ចឹងនៅពេលដែលវាអត់មានកន្លែងមកខាងអញ្ចឹងគឺយើងប្រើប្រាស់ vote យើងអត់បាននេះទេអញ្ចឹងយើង count number in array if greater than 10 អូខេអញ្ចឹងគឺយើង integer ហើយ array អញ្ចឹងកន្លែងនេះខ្ញុំប្រកាស count យេ count ស្មើ0ហើយបន្ទាប់មកគឺយើងធ្វើការ for loop អញ្ចឹងខាងលើនេះខ្ញុំសុំ copy ខ្ញុំ filter ខ្ញុំ copy វាមកតែម្ដងទៅអញ្ចឹង copy វាមកអញ្ចឹងខាងនេះខ្ញុំសុំអត់លុបចោលក៏បានអត់អីអញ្ចឹងខ្ញុំអត់លុបវាចោលទេបេះគេលុបចោលទៅ sorry យកទៅការប្រើវាអញ្ចឹងយើងយក count បូកអញ្ចឹង count បូកហ្នឹងវាស្មើនឹង count បូក1តែយើងអាចសេ count បូកប៉ុន្តែយើងមិនមែនបូក direct អញ្ចឹងឯងយើងត្រូវឆ្លាក់ខាងអញ្ចឹងយើងដឹងឲ្យក្នុងការហៅ team approach យើងហៅបែបនេះអញ្ចឹងគឺយើងហៅបែបហ្នឹងមួយគ្នាតែយើងជាមួយនឹងលក្ខខណ្ឌ if array នៃ index i ហ្នឹងធំជាង10អញ្ចឹងធំជាង10ទើបយើងឲ្យ count ហ្នឹងកើន1អញ្ចឹងបើសិនជាវាស្មើឬក៏ធំជាង10ទេយើងអត់រាប់ទេអញ្ចឹងកន្លែងនេះខ្ញុំប្រើប្រាស់ system.out.println មកហើយខ្ញុំដាក់ថា my number count greater than 10 is ខ្ញុំចុច2មកដក clear ហើយខ្ញុំនឹងបូកជាមួយនឹង variable count ដែលយើងបានយកមកវាមកបូកកើនបែបនេះអញ្ចឹងយើងចេះស្ដែងយើងមើលទៅលើតម្លៃយើងមានអញ្ចឹងធំជាង10មានតែ3លេខទេគឺ20 30 40អញ្ចឹងខ្ញុំ call ហៅ method លេខ3ហ្នឹងមកធ្វើការប្រើប្រាស់វាអញ្ចឹងលេខ3អញ្ចឹងលេខ3យើងអីគេ
count number in array greater than 10 chứ những bộ array chỗ chứ những rắn nó ta vì nên trên bay lên để trên bởi dân bạn là ti tục ạ vậy nhé my number count greater than 10 is yeah những bảy chứ liền một hết sam sắp sắp chứ lại á và nó cái tâm trâu chứ những nơi sau tai mùi mê sơ tế tế cứ những ói chứ mê sơ trong cõi nó cứ mê sơ lịch bố nó cứ dương cho ở dương rô chùm nôn phông bỏng pot nó không array này chẳng dương mơ nằm này chẳng tỏ cái những khởi lịch sản xuất chẳng sầm rạp dương thật xế ta vì nằm rô khởi lịch sản xuất chẳng mê sơ lịch bốn mọi dương thì sorry public static chẳng vì mình được thơm thay đấy nhưng tao gọi từ đấy find max number in array ok chẳng vì mình integer chia arrayแบบนี้ parameter របស់យើងអញ្ចឹងយើងអញ្ចឹងអាចថាខ្ញុំខ្ចីកូដនៅខាងក្នុង function ទី3មកប្រើតែម្ដងទៅតែយើងមានការផ្លាប់ដូចទួចអញ្ចឹងអានេះដាក់ថា max ស្មើ0អូខេអញ្ចឹងក្នុងនេះគឺខ្ញុំឲ្យតម្លៃអូខេជាលក្ខខណ្ឌបើសិនជាអាតម្លៃដែលវាវិលជុំហ្នឹង array នៃ identity i ហ្នឹងវាមានតម្លៃធំជាង max របស់យើងអញ្ចឹងខ្ញុំនឹងreassign override តម្លៃដែលធំជាងខ្លួនវាហ្នឹងចូលទៅឲ្យ max ហ្នឹងអញ្ចឹងស្មើនឹង array នៃ i មួយហើយបន្ទាប់មក my max number is ចឹងយើងចាប់ផ្ដើមយកតម្លៃ max ហ្នឹងមកបង្ហាញនៅក្នុងនេះអូខេចឹងអា method ចុងក្រោយយើងទី4នេះគឺរួចរាល់ដូចគ្នាហើយអញ្ចឹងគឺយើងធ្វើការ call វាមកប្រើមកអញ្ចឹង method លេខ4អញ្ចឹងគឺយើងអីគេ find max number in array ជាងយើងបោះ array យើងចូលមកអញ្ចឹងយើងដឹងហើយថាលេខធំជាលេខ40អញ្ចឹងខ្ញុំនឹងធ្វើការ run វាអូខេនេះ my max number is លេខ40ត្រូវហើយអញ្ចឹងខ្ញុំថែមលេខ80មួយទៀតនៅកណ្ដាលអូខេអញ្ចឹងយើង expect ថាវានឹង80ហ្នឹងណាអូខេ my max number is 80អូខេនេះជាការដោះស្រាយ method ឬក៏ algorithm ទូទៅទេអញ្ចឹងបើសិនជាមានចំណុចខ្វះខាតអីអាច comment ឬក៏ feedback បានព្រោះខ្ញុំនៅតែនិយាយថាខ្ញុំមិនជាអ្នកខ្លាំងណាស់ទេប៉ុន្តែគ្រាន់ជាការចែកដែលចំណេញតិចតួចឬក៏ជួយដោះស្រាយ method មួយចំនួនដែលគាត់រៀងថ្មីគាត់រៀងខ្វះខាតអញ្ចឹងក៏អញ្ចឹងក៏សង្ឃឹមថាវីដេអូហ្នឹងអាចជួយអ្នកដែលចិត្តចាប់ផ្ដើមឬក៏គ្នាយើងដែលទើបថ្មីបានច្រើនអូខេអរគុណជួបគ្នានៅវីដេអូក្រោយ